សម្ដេចប្រធានរដ្ឋសភាកម្ពុជាអំពីនីវដល់សហគមន៍អន្តរជាតិចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជានិងថៃនៅក្នុងការអញ្ជើញថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកាំងប្រទេសចិនដែលជាវេទិកាប្រមូលផ្ដុំថ្នាក់ដឹកនាំនីតិបញ្ញត្តិនីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង100ក្នុងទ្វីបទាំង5នៃពិភពលោកសម្ដេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិមេត្តាចូលរួមតាមដានឲ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជានិងថៃដើម្បីស្ដារឡើងវិញនូវសន្តិភាពនិងប្រក្រតីភាពឡើងវិញសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីបានបញ្ជាក់ថាខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិតាមដានឲ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជានិងថៃដើម្បីស្ដារឡើងវិញនូវសន្តិភាពនិងប្រក្រតីភាពឡើងវិញសម្ដេចបានបន្តថាសន្តិភាពជាបុរិយលក្ខខណ្ឌដ៏ចាំបាច់ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើងសូមជម្រាបជូនថាចាប់តាំងពីការផ្ទុះជម្លោះឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025មកបានបង្ខំឲ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្ដោយព្រំដែនរួមទាំងស្ត្រីនិងក្មេងស្រីពិសេសស្ត្រីមានផ្ទៃពោះភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាពដោយបោះបង់ចោលផ្ទះសម្បែងសាលារៀននិងកន្លែងប្រកបអាជីវកម្មរបស់ខ្លួនក្នុងជំរំភាសឹកមានមនុស្សចាស់កុមារស្ត្រីមានផ្ទៃពោះនិងស្ត្រីខ្លះទើបឆ្លងទន្លេក៏មានកុមារប្រមាណ 58% ផ្សេងទៀតជាពិសេសកុមារីតូចៗមានការភ័យខ្លាចពីការផ្ទុះអាវុធការផ្ទុះគ្រាប់បែកនិងការជម្លៀសចេញពីផ្ទះសម្បែងជាពិសេសខាតបង់ការសិក្សាដើម្បីស្ដារស្ថានភាពបច្ចុប្បន្ននិងឈរលើស្មារតីស្រឡាញ់សន្តិភាពយ៉ាងស្មោះស្ម័គ្រកម្ពុជាបានបន្តបដិញ្ញាគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025ក្រោមគំនិតពុជផ្ដើមរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងសម្របសម្រួលដោយឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានដោយមានការចូលរួមសង្កេតការណ៍ពីបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងនោះក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរប៉ុន្តែទោះជាមានបទឈប់បាញ់នេះក្តីតែភាគីថៃនៅតែបន្តព្យាយាមរំលោភបំពានដល់កិច្ចព្រមព្រៀងឈប់បាញ់បន្តបន្ទាប់ដោយបានបង្កឲ្យមានភាពតានតឹងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្នដោយបានរីកបន្លាលូសនិងកង់ឡានការប្រើប្រាស់អំពើហិង្សាលើជនស៊ីវិលកម្ពុជានិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនៅតាមព្រំដែនជាដើមកម្ពុជាបានប្រកាន់ជំហរសន្តិភាពអត់ធ្មត់ដោយសារមិនចង់ឃើញប្រជាពលរដ្ឋនៃប្រទេសទាំងពីររងគ្រោះកាន់តែធ្ងន់ធ្ងរពីសង្គ្រាមកម្ពុជាបានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការទ្វេភាគីគោរពធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិនានាដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពព្រំដែនវិលទៅប្រក្រតីភាពឡើងវិញ